អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក៏បានបើកនៅសន្និសីទសារព័ត៌មានដោយមានការចូលរួមជាអធិបតីពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រីអៀងមូលីប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដខាងសុខាភិបាលមានលោកជំទាវវិជ្ជបណ្ឌិតយុសម្បត្តិរដ្ឋលេខាធិការខាង UNAIDS នេះគឺមានលោកអេមុនម៉ាភីនាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោកជំទាវកែវចរិយារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខាងកាកបាទក្រហមកម្ពុជាមានលោកជំទាវពុំច័ន្ទទីនីខាងបណ្ដាញអ្នករស់នៅជាមួយមេរោគអេដមានលោកសឹមសុផលនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃនេះអាដាមទេសរដ្ឋមន្ត្រីអៀងមូលីបានថ្លែងថាក្នុងឆ្នាំ1997កម្ពុជាជាប្រទេសដែលឆ្លងជំងឺអេដច្រើនជាងគេមួយឆ្នាំមានអ្នកឆ្លងអេដរហូតដល់ទៅ 15,000 នាក់ជួនពេលខ្លះនឹងមានជាង 20,000 នាក់អត្រា3%បច្ចុប្បន្ននេះកម្ពុជាបានប្រែកាលស្ថានភាពទៅជាប្រទេសឈានមុខគេក្នុងការឆ្លើយតបទៅនឹងមេរោគអេដក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសមិទ្ធផលទាំងអស់នេះគឺបានមកពីការខិតខំរួមគ្នាសម្ដេចតេជោលោកតែងមានប្រសាសន៍នៅពេលដែលជួបថ្នាក់ដឹកនាំអង្គការ UNAIDS ថាការប្រយុទ្ធជំងឺអេដនៅកម្ពុជាដូចជាមនុស្សម្នាក់ដែលធ្វើចលនារង្គើពីសក់ក្បាលរហូតដល់ចុងជើងទាំងអស់នេះគឺជាជោគជ័យរបស់កម្ពុជាសូមស្ដាប់ប្រសាសន៍អាដាមទេសរដ្ឋមន្ត្រីអៀងមូលីបញ្ជាក់បន្ថែមលោកប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោកធ្វើដំណើរមកតាំងពីថ្ងៃទី10សប្តាហ៍មិញលោកបានជួបជាមួយពួកយើងខ្ញុំអាជ្ញាធរអេដជាមួយក្រសួងសុខាភិបាលហើយព្រឹកមិញនេះលោកបានជួបនឹងសម្ដេចធិបតីលោកជួបដើម្បីអ្វីនាំមកនៅផ្លាកសញ្ញាសម្គាល់ថាកម្ពុជាបានឈានដល់គោលដៅសម្រាប់គោលដៅ95ដូច្នេះប្រទេសយើងទៅជាប្រទេសទី1ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រាប់ជោគជ័យនេះគោលដៅនេះការឆ្នាំ2017យើងបានសម្រេចមុនកាលកំណត់3ឆ្នាំព្រោះគេឲ្យ2020សម្រាប់គោលដៅ90យើងសម្រេច2017ចំនួននោះនៅក្នុងតំបន់អាស៊ីមានប្រទេសមួយដែរដែលគេនៅជាមួយយើងគេខ្លាំងជាងយើងដូចយើងគេដែរប្រទេសសិង្ហបុរីតែម្ដងនេះយើងស៊ីដាច់ឆ្នាំ2025នេះគឺមានតែកម្ពុជាមួយទេដែលសម្រាប់គោលដៅ95ចឹងប្រទេសជិតខាងប្រទេសធំក្តីប្រទេសតូចក្តីប្រទេសមានជាងយើងប្រទេសក្រជាងយើងចាញ់យើងហើយប៉ុន្តែហេតុអីបានជាយើងវាស្ទុះជាងគេមិនយើងបាននិយាយថាដោយសារយើងសាមគ្គីរួមគ្នាធ្វើការស្រោបដៃគ្នាក៏ប៉ុន្តែការងាររបស់យើងដែលសំខាន់គឺការបដិញ្ញាផ្នែកនយោបាយថ្នាក់ដឹកនាំនយោបាយរបស់យើងតាំងពីសម្ដេចតេជោរហូតមកដល់សម្ដេចធិបតីគឺសិតតែបដិញ្ញាលោកបំបត្តិមេរោគអេដនឹងឲ្យបានហើយយើងធ្វើរហូតបងហើយមានតែប្រទេសយើងទេដែលកម្មវិធីអេដដឹកនាំដោយអាជ្ញាធរមួយដែលនៅផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីហេតុអីបានជាយើងមានកន្លែងខ្លះយើងសម្រាប់អីលឿនដោយសារអាជ្ញាធរអេដបើនិយាយពីក្នុងច្បាប់នាយករដ្ឋមន្ត្រីជាប្រធានអាជ្ញាធរអេដប៉ុន្តែលោកមិនអាចធ្វើការអស់ទេអញ្ចឹងលោកចាត់តាំងសមាជិករដ្ឋាភិបាលមួយឲ្យធ្វើដំណើរនៅក្នុងសន្និសីទសារព័ត៌មាននេះដែរលោកជំទាវវិជ្ជបណ្ឌិតយុសម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថាកម្ពុជាសម្រេចបានទិសដៅ95 នាឆ្នាំ2025មុនគោលដៅសកលឆ្នាំ2030ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការឈានទៅសម្រេចគោលដៅបញ្ចប់មេរោគអេដជំងឺអេដដែលជាបញ្ហាប្រឈមខ្លាំងសម្រាប់សុខភាពសាធារណៈយោងតាមរបាយការណ៍របស់អង្គការ UNAIDS Global AIDS Update ឆ្នាំ2025ដែលសកលលោកទើបតែមានប្រទេសចំនួន7ប៉ុណ្ណោះដែលសម្រេចបានផ្នែកឯកតាមលទ្ធផលសម្រេចបានឆ្នាំ2024
គោលដៅនេះជាពិសេសគឺបណ្ដាប្រទេសក្នុងទ្វីបអាហ្វ្រិកដូចជាប្រទេស Botswana ប្រទេសអេវ៉ានី Lesotho Namibia Rwanda Zambia និង Zimbabwe ហើយសង្ឃឹមថាប្រទេសកម្ពុជានឹងដាក់បញ្ចូលក្នុងរបាយការណ៍ UNAIDS Global AIDS របាយការណ៍ឆ្នាំ2026នេះគឺជាកិត្តិយសដ៏ធំធេងណាស់ការឆ្លើយតបទៅនឹងមេរោគ AIDS នៅប្រទេសកម្ពុជាមានការគ្រប់គ្រងក្រោមការដឹកនាំដោយឋានៈដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជាដោយអាជ្ញាធរ AIDS ដោយកាកបាទក្រហមកម្ពុជាគ្រប់ឋានៈដឹកនាំគ្រប់លំដាប់ថ្នាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់រដ្ឋបាលថ្នាក់ជាតិថ្នាក់ក្រោមជាតិព្រមទាំងមានការចូលរួមជាពហុវិស័យអន្តរក្រសួងក្រោមការដឹកនាំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ AIDS និងកាកបាទក្រហមកម្ពុជានេះគឺជាសារៈសំខាន់ណាស់ទន្ទឹមនឹងនោះផងដែរលោក Eamon Mophie នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកក៏បានសម្ដែងនៅការអបអរសាទរជាមួយប្រទេសកម្ពុជាដែលសម្រេចបានគោលដៅ95 ដងដែលជាគោលដៅមួយមិនមានប្រទេសច្រើននោះទេដែលសម្រេចបានកម្ពុជាជាប្រទេសទី1ហើយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបានគោលដៅនេះហើយគោលដៅនេះសម្រេចបានដោយមានការចូលរួមពីគ្រប់ភាគីនិងដៃគូពាក់ព័ន្ធទាំងអស់